ចាស់សូមជម្រាបសួរពុកម៉ែបងប្អូនចារីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំចាថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាប្រាសាទដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងចាប៉ុន្តែมันបានថតជាវីដេអូជូនពុកម៉ែបងប្អូនទស្សនាទេដោយសារតែនាងខ្ញុំមកចារុករកប្រាសាទនេះគឺមក2ដងហើយតែរកមិនឃើញសោះចាអញ្ចឹងនឹងថតទស្សនវិជ្ជាជុំវិញនៃទីតាំងប្រាសាទហើយនឹងដាក់ជារូបភាពប្រាសាទជូនដល់ពុកម៉ែបងប្អូនទស្សនាចាប្រាសាទនេះគឺមានឈ្មោះថាប្រាសាទភ្នំកំពតចាប្រាសាទនេះសាងសង់នៅលើកំពូលភ្នំកំពតកសាងមានប្រាង្គតូលសាងសង់ឡើងអំពីឥដ្ឋហើយក៏ឃើញមានការបាក់បែកខូចខាតអស់ច្រើនដែរចាប្រាសាទនេះប្រហែលជាកសាងឡើងដើម្បីឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនានិកាយព្រះសិវៈដោយសារតែយើងឃើញនៅមានជើងទម្រចានៅចិត្តនឹងប្រាង្គនៃប្រាសាទចាហើយប្រាសាទភ្នំកំពតនេះដែរគឺស្ថិតនៅភូមិភ្នំទ្រង់បាទឃុំកំពង់ថ្កូវស្រុកក្រឡាញ់ខេត្តសៀមរាបចាប្រាសាទនេះសាងសង់នៅលើគ្រឹះថ្មបាយក្រៀមហើយមានរាងជា4ជ្រុងស្មើដែលមានទំហំប្រហែលជា 3.5 ម៉ែត្រគុណនឹង 3.5 ម៉ែត្រនិងមានកម្ពស់ប្រហែលជា4ម៉ែត្រចាហើយប្រាសាទនេះដែរក៏មិនមានសេសសល់នៅភស្តុតាងណាមួយដែលអាចឲ្យយើងកំណត់នៅប្រវត្តិកសាងនិងឈ្មោះពិតប្រាកដរបស់ប្រាសាទនោះទេចាប្រាសាទនេះដែរដែលឈ្មោះកំពតនេះគឺអ្នកភូមិដែលគាត់រស់នៅម្ដុំហ្នឹងគាត់ហៅតគ្នាតាំងពីដើមមកទេចាចំណែកឈ្មោះពិតប្រាកដនៃប្រាសាទគឺពុំមានអ្នកណាដឹងនោះទេចាហើយពិតជាសោកស្ដាយដែរដែលនាងខ្ញុំបានមករកប្រាសាទភ្នំកំពតនេះគឺ2ដងហើយពុកម៉ែបងប្អូនចាប៉ុន្តែរកមិនឃើញសោះចាឡើងភ្នំ2-3សាដែរតែរកអត់ឃើញចាហើយដោយសារតែម្ដុំនៃប្រាង្គប្រាសាទនេះគឺមិនសូវមានអ្នកភូមិគាត់រស់នៅទេចាអញ្ចឹងមិនអាចរកអ្នកណាឲ្យគាត់ជូនមកកាន់ប្រាសាទណាមួយនៅម្ដុំហ្នឹងសាកសួរទៅពួកគាត់ភាគច្រើនគឺមិនបានស្គាល់ប្រាសាទមួយនេះទេចាដោយមិនបានឃើញនៅប្រាសាទគឺយើងបានដើរចារុករកជុំវិញនឹងហើយតែរកមិនឃើញចាយើងក៏ដើរលេងនៅម្ដុំហ្នឹងដើម្បីគយគន់នៅទេសភាពចាគឺនៅទីហ្នឹងគឺមានទេសភាពស្រស់ស្អាតមែនទែនចាហើយកន្លែងនេះគឺយើងមកដល់យើងឃើញមានដើមដំបងយក្សចាដែលដុះដោយខ្លួនឯងច្រើនមែនទែនហើយក៏មានផ្លែដែរចានេះគឺជាផ្លែរបស់វាចាគឺនៅពេលទុំគឺមានពណ៌ក្រហមឆ្អិនឆ្អៅចាអរគុណច្រើនពុកម៉ែបងប្អូនចាដែលបានចំណាយពេលវេលាទស្សនាវីដេអូរបស់នាងខ្ញុំចាកុំភ្លេចជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីទទួលបាននៅវីដេអូថ្មីចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា